យើងចាត់ការម្ដងម្នាក់ធ្វើអីប្រពន្ធយើងនឹងជួយផងយកកបិតមកឲ្យអញបងសាយសយអីខ្ញុំមិនមែនសយទេអូយខ្មោចជួយផងពូអើយមានឃើញប្រពន្ធខ្ញុំទេរឿងខ្មោចកំបុតក្បាលនៅក្នុងភូមិដ៏ស្ងប់ស្ងាត់ជិតជើងភ្នំមានគ្រួសារមួយដែលកំពុងតែសាងសង់ផ្ទះថ្មីដោយសារបានទទួលលុយឧបត្ថម្ភពីកូនស្រីដែលធ្វើការនៅបរទេសការសាងសង់ផ្ទះនេះបាននាំឲ្យកើតហេតុអាថ៌កំបាំងនិងព្រឹត្តិការណ៍លាក់លៀមដែលមិនអាចពន្យល់បានរឿងនេះជាការលាយបញ្ចូលគ្នារវាងការអភិវឌ្ឍនៃជីវិតសាមញ្ញនៃជនបទជាមួយនឹងអំណាចអាថ៌កំបាំងនៃព្រលឹងខ្មោចដែលនៅតែវិលវល់មិនអាចទៅលោកខាងមុខបាននិងមានគំនុំចងអាឃានម៉ែវាផ្ទះយើងចាស់ណាស់ហើយតនដៅប្រាំងយើងធ្វើផ្ទះថ្មីទៅអីព្រោះកូនក៏ផ្ញើលុយឲ្យច្រើនដែរបើមិនធ្វើទេដល់ខែវស្សាពិបាកណាស់ភ្លៀងមកម្ដងដេកមិនបានទេវាលិចគ្រប់ទីកន្លែងមែនហើយពុកវាខ្ញុំក៏គិតដូចឯងដែរយើងធ្វើផ្ទះមុតអីទៅហើយបានជាងមកពីណាមិនអីទេម៉ែពងកុំបារម្ភអីចាំខ្ញុំតាក់ទងរកជាងឲ្យកូនក៏ធ្លាប់ស្គាល់មិត្តភ័ក្តិធ្វើសំណង់ច្រើនដែរចាំកូនសួរឲ្យចុះស្គាល់គ្នាអញ្ចឹងគេប្រហែលជាមិនយកថ្លៃទេយើងមកឲ្យគេធ្វើទាំងអស់តែម្ដងទៅអើបើអញ្ចឹងកូនឯងជួយសួរឲ្យពុកមកណាព្រោះបើត្រូវថ្លៃយើងនឹងឲ្យគេធ្វើឆាប់នេះមែនហើយកូនបាទចាំខ្ញុំខលទៅឥឡូវនេះអាឡូសម្លាញ់ណាសុខសប្បាយជាទេសុខសប្បាយតើហើយឯងខលមកគ្នាមានការអីដែរសម្លាញ់យើងចង់សួរថាតើឯងទំនេរដែរទេយើងចង់ម៉ៅឯងមកធ្វើផ្ទះឲ្យគ្នា2 សប្តាហ៍ទៀតយើងទំនេរហើយព្រោះឥឡូវកំពុងបង្ហើយផ្ទះឲ្យគេមួយសិនហើយសម្លាញ់ឯងចង់ធ្វើផ្ទះប្រភេទអីដែរគឺពុកម៉ែយើងចង់ធ្វើផ្ទះថ្មទំហំ5x15ហើយកម្ពស់មួយជាន់ខាងលើធ្វើ2បន្ទប់ខាងក្រោមមួយបន្ទប់ហើយនឹងផ្ទះបាយខាងក្រោយគិតមើលតម្លៃប្រមាណដែរប៉ុណ្ណឹងផ្ទះប្រភេទនេះយើងធ្លាប់ធ្វើឲ្យគេច្រើនណាស់តម្លៃយើងធ្វើឲ្យគេ$20,000តែសម្រាប់មិត្តភ័ក្តិឯងយើងគិតឲ្យតែ18,000ទេផ្ទះបែបនេះធ្វើតែ3ខែរួចហើយព្រោះយើងមានកូនជាងច្រើនណាស់ដើម្បីជួយគ្នាសម្លាញ់ឯងគិតមិនដែរអូខេចាំយើងសួរពុកម៉ែយើងសិនណាពងជាងគេប្រាប់ថាតម្លៃប្រហែលជា$18,000បើយើងយល់ព្រមនឹងតម្លៃនេះពីអាទិត្យទៀតគេអាចមកធ្វើឲ្យយើងបានហើយមានអីតម្លៃនឹងសមរម្យតើឲ្យគេមកធ្វើមកណាកូនតោះកូនចៅទាំងអស់គ្នាល្ងាចហើយសម្រាប់ទៅចាំស្អែកចាំយើងធ្វើទៀតហើយថ្ងៃនេះហត់ដល់ហើយតោះមេដាក់មកយោទៅមានតែស្អីដាក់ក៏ដាក់ទៅព្រោះយើងក៏ហត់ដែរផ្ទះក៏ធ្វើឲ្យគេចិត្តរួចហើយអូនល្ងាចនេះបានម្ហូបអីហូបខ្លះមានអីក្លែមទេយកមកឲ្យក្មេងៗគេក្លែមទៅខ្ញុំបានជៀនសាច់ជ្រូងហើយក៏មានជ្រក់សន្តិចដែរងាប់ហើយជ្រក់ចង់រាល់ថ្ងៃទៅហើយហេតុតែស៊ីដោយសារគេមុខឡើងដូចជ្រក់ទៅហើយប្រហែលទុកលុយធ្វើវិឡាហើយមើលទៅបានចរិះអីរិះយ៉ាងហ្នឹងនោះមែនហើយបើហូបអញ្ចឹងពួកយើងមានកម្លាំងឯណាធ្វើការទៅអញខ្ញុំអត់មានលុយទេបើកូនជាងគេសុំបាក់មុនអស់ហើយយើងក៏មិនទាន់បានបាក់លុយពីម្ចាស់ផ្ទះទីនមិនអីទេអូនចាំស្អែកចាំបងសុំលុយពីម្ចាស់ផ្ទះខ្លះឥឡូវយើងមានអីហូបនឹងសិនទៅអូនណែយកលុយបងទៅទិញស្រាស2លីត្រមកអូនស្អែកនេះអូនឯងឡើងទៅផ្ទះយើងមុនទៅកុំឲ្យកូនគេនឹកណាព្រោះផ្ទះនេះក៏ធ្វើចិត្តហើយដែរចាបងខ្ញុំដើរតាមបងយូរហើយពិតជានឹកកូនណាស់ពួកវានៅជាមួយយាយតាមិនដឹងចំណេចទៅហើយទេណាមួយពួកវានៅតូចទៀននៅភូមិនេះនៅឆ្ងាយមិនមានឡានជិះទៅវិញទេមេអញ្ចឹងខ្ញុំជូនមេស្រីទៅដាក់ឡានក៏បានដែរមិនបាច់ទេឯងនៅនឹងហើយចាំយើងជូនប្រពន្ធយើងទៅដាក់ឡានពួកឯងនៅផឹកបន្តទៀតទៅយើងទៅក្រោយនោមបន្តិចសិនហើយយើងមានការទៅនិយាយជាមួយម្ចាស់ផ្ទះផងទើអញដូចសាបមាត់ដល់ហើយព្រោះអីខានយូរពេកអានេះអញក៏អញ្ចឹងដែរ
នាំគ្នានិយាយអីនឹងសាប់មាត់អីទៅមានជ្រក់ហាញ់ទៅ ស្រីនាងបងស្រឡាញ់អូនយូរហើយណាឲ្យបងសុំថើបមួយមកអត់ទេកុំធ្វើអញ្ចឹងអីបងដឿនជួយអូនផងបងដឿន អាទឿបិទមាត់នាងទៅយើងចាត់ការម្ដងម្នាក់ កុំអីអត់ទេពួកឲ្យចង្រៃឯងចង់ធ្វើអីប្រពន្ធយើងនឹង ជួយផង កុំចូលមកឲ្យសោះណាអាទឿយកក្បិតមកឲ្យអញគេដាច់ក្បាលបាត់ហើយឆាប់រត់ទៅឲ្យលឿនឡើង អត់ទេបងសម្លាញ់អត់ទេបងដឿនបងសម្លាញ់កុំធ្វើអីគាត់អត់ទេបងដឿនប្តីសម្លាញ់ដឹងខ្លួនឡើងតើមានរឿងអីនឹងងាប់ហើយកាប់គ្នាឡើងដាច់ក្បាលតែម្ដងអូយពិតជាសាហាវណាស់លោកអើយធ្វើមិនទៅពុកវាហេតុអីបានជាមានរឿងអកុសលបែបនេះកើតឡើងយើងធ្វើចាំមិនទៅ ហើយអ្នកកាប់គេរត់ទៅណាបាត់ហើយកូនគង់ឆាប់ទៅប្តឹងប៉ូលីសទៅកូនបាទពុក អូយពិតជាគួរឲ្យខ្លាចណាស់ ផ្ទះធ្វើចិត្តរួចទៅហើយឥឡូវមានអ្នកស្លាប់អញ្ចឹងទៀតនៅយ៉ាងម៉េចកើតទៅមែនហើយពូសុកអ៊ីសយស្អែកនេះហៅលោកមកសូត្រមន្តទៅតននៅថ្មីបើមិនអញ្ចឹងទេពិបាករស់នៅណាស់គ្រួសារគ្មានសេចក្តីសុខទេព្រោះអីវាចង្រៃសម្មាសម្ពុទ្ធោសម្លាញ់ឯងទៅឲ្យបានសុខទៅណាចាំយើងធ្វើបុណ្យឧទ្ទិសកុសលឲ្យឆាប់ទៅចាប់កំណើតថ្មីទៅហើយបើចង់បានអីមកបញ្យល់សពយើងមកណា ប្តីសម្លាញ់អូននឹកបងណាស់សូមវិញ្ញាណក្ខន្ធបងត្រឡប់ទៅផ្ទះរបស់យើងវិញណា ដូចជាមានធំក្លិនស្អុយអីហី មែនហើយដូចជាត្រជាក់មិនដឹងទេអូយហើយខ្ញុំក៏មានអារម្មណ៍ចឹងដែរ ញោមទៅឲ្យបានសុខចុះណាកុំមកបន្លាចគេអីយើងមិនទៅណាទេយើងត្រូវតែសងសើមសុខសប្បាយណាញោមទាំងអស់គ្នាមិនអីទេគេទៅបានសុខហើយម្ចាស់ផ្ទះមើលដាក់បាយម្ហូបសែនឲ្យគេរាល់ថ្ងៃសិលផងទៅគេមិនទាន់ទៅណាទេប្រលឹងគេនៅវិលវល់នៅទីនេះតែគេមិនធ្វើអីម្ចាស់ផ្ទះទេកណាដេចគុណ បងកុងខ្ញុំដេកជាមួយបងដែរណាខ្ញុំខ្លាចណាស់បងដូចជាមានអារម្មណ៍ថាចម្លែកចាំមិនដឹងទេ មិនអីទេបើឯងខ្លាចមកដេកជាមួយបងមក បងកុងបងឯងខ្លាចទេខ្ញុំពិតជាខ្លាចណាស់ បងមិនសូវខ្លាចទេ ឯងជាអ្នកណាធ្វើអីនៅទីនេះ យើងសុំនៅទីនេះផងឯងនៅខាងលើទៅយើងនៅខាងក្រោម កុងណាដេកនៅកុំនាំគ្នានិយាយអីឆាប់ដេកទៅណាទេពួកគេដេកអស់ហើយតែយើងដូចជាលឺសំឡេងនិយាយគ្នាក្បោចពួកវាខ្មោចពួកគេជួយផងម៉ែកាត់អីម៉ែវាដឹងខ្លួនឡើងមានរឿងអីហ្នឹង ពួកវាខ្ញុំឃើញខ្មោចអើយពិតមែនណាខ្ញុំឃើញអើយពួកវាអើយគួរខ្លាចណាស់អើយខ្មោចចាំមិនហើយណាអើយមិនបានជាមុខស្លក់ម្លេងមានអីទៀតក្រៅពីខ្មោចលងទៅយប់មិញនេះណាយើងចង់ដាច់ខ្យល់ទៅហើយពួកវាបើអញ្ចឹងទៀតមិនកើតទេណាខ្ញុំខ្លាចបើមកស្រស់អញ្ចឹងយប់មិញខ្ញុំឃើញគេឈរកាន់ក្បាលអើយមើលទៅគួរឲ្យខ្លាចណាស់ណាអើយព្រីសម្បុរមិនទាន់បាត់ទេ ម៉ែវាឯងព្រិលភ្នែកទីដឹង អត់ទេខ្ញុំឃើញច្បាស់ណាស់ចង់តាឲ្យពួកវាឯងនេះឃើញម្ដងតើវាគួរឲ្យខ្លាចណាស់ណាមួយជីវិតខ្ញុំនេះខ្ញុំមិនអាចឃើញខ្មោចស្រស់អញ្ចឹងទេព្រលឹងគេមិនអស់ចិត្តអញ្ចឹងហើយក៏នៅវិលវល់ទីនេះឯងអ្នកអើយវាមិនទៅណាទេដាក់សែនបាយសម្លឲ្យគេទៅណានិយាយជាមួយគេទៅគេនៅក៏នៅទៅតែសុំតែសុខសប្បាយទាំងអស់គ្នាទៅក៏បានហើយអើយកុំឲ្យអ្នកផ្ទះខ្លាចអី តុលាឯងយ៉ាងម៉េចទៅហើយ
ឯងដេកមិនលក់ហ៎ បាទបងកំតាន់ដេកណាឲ្យខ្ញុំដេកលក់មុនសិនចាំបងដេកតាមក្រោយ ឯងឆាប់ដេកទៅអញ្ចឹងគង់អើយកុំដេញយើងអីណាយើងសុំនៅផ្ទះនឹងដែរយើងមិនធ្វើអីឯងទេយើងនឹងជួយគ្រួសារឯងតែស្អែកនេះយើងចង់ស៊ីមាន់ស្ងោរនិងផឹកទឹកដូងម៉ែយប់មិញខ្ញុំយល់សប្ឃើញអាឌឿនវាមកនិយាយជាមួយកូន កូនយល់សប្ឃើញអីខ្លះកូន វាប្រាប់ថាកុំឲ្យដេញវាអីវាសុំនៅផ្ទះយើងដែរវានឹងជួយយើងឲ្យមានបានហើយវាប្រាប់ថាវាឃ្លានមាន់នឹងទឹកដូង មិនអីទេចាំម៉ែដាក់សែនឲ្យចុះណាប៉ុន្តែបើវាចង់ស៊ីអញ្ចឹងរាល់ថ្ងៃយើងមានលុយឯណាទិញមាន់ឲ្យកូនណាខ្មោចនេះមានអាយុប្រមាណដែរ បាទម៉ែវាអាយុប្រហែលជា28ឆ្នាំអីហ្នឹង ចាំមើលវាជួយម៉ែអត់ចាំម៉ែដាក់សែនមាន់ឲ្យវាណាតោះជើងទៅផ្សារទិញម្ហូបណាពុកវាខ្ញុំត្រូវកតុយលេខហើយគឺលេខធំ028ណាជ័យជូខ្ញុំត្រូវហើយអូហូយត្រូវបាន5000ដើមខ្មោចនេះឈុតណាស់វាខ្ញុំត្រូវលេខហើយកូងាបើកូនជឿសពទៀតកុំភ្លេចប្រាប់ម៉ែណាកូនណាឃើញទេក្នុងគ្រាគ្រោះបែរជាមានលៀបសំណាងខ្លាំងណាស់នេះមិនដឹងជាស្អីទេម៉ែខ្ញុំខ្លាចចង់ងាប់ទៅហើយលើកក្រោយចាំខ្ញុំប្រាប់វាឲ្យមកនិយាយជាមួយម៉ែតែម្ដងទៅបើអញ្ចឹងឲ្យមកពយល់សពម៉ែវាឯងតែម្ដងទៅកងចាំអុជធូបនិយាយជាមួយគេទៅណាមិនអីទេយល់សពឃើញក៏មិនអីដែរណាខ្ញុំលេខខ្លាចឲ្យពុកវាឲ្យតែបានជួយណាគិតទៅឲ្យតែមានលុយស្អីក៏មិនខ្លាចដែរម៉ែវាឯងនេះបែនហើយបើខ្ញុំក៏មិនខ្លាចដែរតែមិនបាច់ឲ្យឃើញក៏បានដែរណាជំរាបសួរអ្នកបងជំរាបសួរហើយមិនក៏ស្រាប់តែមកលេងស្រងខ្ញុំមកការគេក្បែរភូមិរបស់យើងក៏ឈៀងមកលេងបងទៅណាហើយជប់នេះខ្ញុំសុំដេញមកយប់ផងព្រោះថាឡើងទៅភ្នំពេញវិញមិនទាន់ទេយប់ហើយផ្ទះរបស់បងទើបតែធ្វើឲ្យថ្មីមើលទៅពិតជាស្អាតណាស់ហើយចុះក្មេងៗគេទៅណាអស់ហើយពួកគេដេកលេងនៅខាងក្រៅផ្ទះព្រោះថាពេលយប់ពួកគេមិនសូវបានដេកនោះទេហាមិនចឹងបងយប់ឡើងគេរវល់និយាយគ្នានឹងណាមិនអីទេចូលក្នុងសិនមកយើងខានជជែកគ្នាយូរដែរហើយកងឲ្យអ៊ីវីដេកក្នុងបន្ទប់កូនទៅកូនមកដេកខាងក្រៅមកណាបាទម៉ែមិនអីទេបងខ្ញុំដេកខាងក្រោមក៏បានដែរណាមួយស្រួលចូលបន្ទប់ទឹកផងអ៊ីវីឯងធ្លាប់ឃើញខ្មោចដែរអត់ធ្លាប់តើតែអ៊ីមិនចេះខ្លាចខ្មោចទេល្អណាស់អញ្ចឹងហើយចុះក្មួយសួរធ្វើអីអត់អីទេមីងខ្ញុំគ្រាន់តែចង់ដឹងនឹងណាមីងព្រោះថាខ្ញុំខ្លាចខ្មោចនឹងណាតូឡាឈប់នាំអ៊ីវីនិយាយទៀតទៅជប់ហើយឆាប់គេងទៅណាឯងអស់កម្លាំងហើយជីហើយចុះភ្លើងអីបិទបាក់ក្នុងផ្ទះបាយបងសយក៏ធ្វើអីទាំងជប់នេះរីករាយណាស់ចូលបន្ទប់ទឹកមួយសិនបងសយបងសយសយអីខ្ញុំមិនមែនសយទេខ្ញុំឌឿនណាទៅហើយធ្វើអីនេះចង់ដឹងចូលមកខ្មោចជាផងខ្មោចអាវីកាត់អីនឹងអាវីកាត់អីខ្មោចខ្ញុំឃើញខ្មោចខ្ញុំខ្លាចណាស់ខ្ញុំខ្លាចមិនអីទេអស់អីហើយឯងទៅដេកជាមួយក្មួយទៅណាអត់ទេខ្ញុំអត់ហ៊ានដេកទៀតទេខ្ញុំខ្លាចសុំកុំមកបន្លាចគេទៀតអីណាគេមកដេកតែមកយប់ទេសុំតែសុខសប្បាយបានហើយមិនអីទេមីងមកសម្រានជាមួយពួកខ្ញុំមកបានជាគ្នាកងើយមិញខ្លាចណាស់លេងមកស្រស់អញ្ចឹងលើកទី1ហើយដែលអ៊ីឃើញច្បាស់បែបនេះណាមិនអីទេមីងខ្ញុំឃើញចង់រាល់យប់ទៅហើយដោយសារតែមីងមកមិនបានអុជធូបសុំគេមីងនៅគេងពេចបើយប់ទៀតទៅមីងបានជាគ្នាអត់ទេប៉ុណ្ណឹងបាត់ហើយស្អែកមីងប្រញាប់ទៅស្រោចទឹកចេញគឺបានណាអាទឿឯងកាត់អីហ៎អាទឿសូមជីវិតយើងវិញមកទៅមានរឿងអីទៅ
បឿនក្រោកឡើងហាខ្មោចជួយផងសងជីវិតយើងវិញមកកុំអីកុំធ្វើបាបខ្ញុំអីឯងត្រូវតែងាប់ជួយផងអុយអីមានរឿងអីហ្នឹងហេតុអីបានជាពួកគេងាប់អញ្ចឹងដូចជាចម្លែកណាស់យើងទៅរីកាប្រាប់មេសិនជួយយើងផងអូយវាហេតុអីបានជាឆ្កែលូខ្លាំងម្ល៉េះអូយខ្យល់ត្រជាក់ខ្ញុំដូចជាខ្លាចដល់ហើយមែនហើយថ្ងៃនេះដូចជាចម្លែកដល់ហើយពូអើយមានឃើញប្រពន្ធខ្ញុំទេបើកទ្វារឲ្យខ្ញុំបន្តិចមកម៉ែវាអ្នកណាគេរកអីហ្នឹងទៅបើកទ្វារមើលវាឯងឈួតទេអីហើយមានអាណាមករកប្រពន្ធទៅកដាលយប់អញ្ចឹងពុកម៉ែខ្ញុំខ្លាចអ្នកសយអើយយប់មិញមកស្រស់ណាស់ណាទៅគោះទ្វារផ្ទះរបស់ខ្ញុំហើយបើលងម្លឹងយើងរស់នៅយ៉ាងម៉េចទៅណម៉ែអើយមិញអើយខ្ញុំខ្លាចណាស់ពុកវាធ្វើយ៉ាងម៉េចទៅអញ្ចឹងផ្ទះយើងក៏ឃើញគ្រប់គ្នាដែរហើយឥឡូវអាពើយើងក៏ធ្លាក់ខ្លួនឈឺទៀតមិនអីទេម៉ែវាយើងហៅលោកមកសូត្របាំងស្គលឲ្យគេទៅក្រែងលោពលឹងគេបានទៅចាប់កំណើតណាធ្វើម៉េចបើរឿងវាកើតឡើងអញ្ចឹងទៅហើយនោះមែនហើយនិមន្តលោកមកបាំងស្គលឲ្យគេទៅណាបើអញ្ចឹងយើងក៏រស់នៅគ្មានក្តីសុខដែរមិនអីទេណាអ្នកអាយចាំស្អែកនេះចាំឲ្យធ្វើពិធីរៀបចំទៅចុះញោមសូមប្រលឹងញោមបន្តផ្លូវទៅកំណើតថ្មីតាមសាសនាប្រកបដោយសុភមង្គលបងសម្លាញ់អូនសុំទៅបងអូននឹងរក្សាការចងចាំមួយនេះជារៀងរហូតឥឡូវនេះប្រលឹងបានទទួលសុភមង្គលហើយចូលតាំងចិត្តធ្វើល្អកុំឲ្យមានអាក្រក់បន្តទៀតពួកកណាអរគុណដោយគុណណាស់ពិធីនេះអាចជួយធ្វើឲ្យយើងគ្រប់គ្នាបានស្ងប់ចិត្តហើយយប់មិញខ្ញុំមិនឃើញអីចម្លែកទេខ្ញុំស្ងប់ចិត្តហើយពុកវាម៉ែបងកងខ្ញុំគេងបានលក់ហើយជាការល្អណាស់ចាប់ពីថ្ងៃនេះទៅពួកយើងនឹងរស់នៅដោយស្ងប់ស្ងាត់ទៀតហើយបន្ទាប់ពីពិធីបាំងស្គលបានធ្វើឡើងយ៉ាងលម្អិតនិងមានការចូលរួមយ៉ាងសក្ការៈពីព្រះសង្ឃនិងអ្នកភូមិខ្មោចឌឿនបានទទួលសុភមង្គលនៃព្រលឹងយប់នោះគ្មានសំឡេងចម្លែកគ្មានការលងទៀតនោះទេអ៊ីសុយដែលធ្លាប់ខ្លាចនឹងអស់សង្ឃឹមបានបន្តរស់នៅដោយស្ងប់ស្ងាត់ជាមួយគ្រួសារកូនក៏អាចដេកបានលក់ហើយស្រីនាងក៏ចាប់ផ្ដើមប្រឈមមុខជាមួយជីវិតវិញដោយសុភមង្គលជាមួយកូនរបស់នាងទោះបីជាបាត់បង់ប្តីក៏ដោយពូសុកនិងគង់បានបន្តការសាងសង់ផ្ទះរហូតរួចរាល់ហើយទិដ្ឋភាពថ្មីនៃជីវិតក៏បានចាប់ផ្ដើមឡើងវិញ